Bạn chỉ số bong bồn đó ní chụp ní một căn video thay mày thì thấy hay video ní trong đường thưa ca chạy rung lê từ căn bong bồn đó ní ông bị ca pra praประมาณวิธีบูดอกุนให้នឹងចែកនៅក្នុងកម្មវិធី Microsoft Excel ហើយសូមបញ្ជាក់បងប្អូនដែរថាវីដេអូនេះខ្ញុំផលិតឡើងគឺក្នុងគោលបំណងបង្ហាញទៅកាន់បងប្អូនដែលគាត់មិនទាន់ចេះនៅប្រើប្រាស់នៅកម្មវិធី Microsoft Excel ឬក៏ចេះខ្លះបានហើយជាវីដេអូកម្រិតដំបូងមួយហើយសម្រាប់បងប្អូនដែលគាត់ចេះកម្រិតខ្ពស់ហើយវីដេអូនេះគឺជាកម្រិតស្រាលមែនទែនសម្រាប់ពួកគាត់បាទសូមអធិស្ឋានដោយសារតែការផលិតវីដេអូនេះគឺយើងធ្វើការចែករំលែកសម្រាប់អ្នកដែលគាត់មិនចេះសោះបាទឬក៏ចេះខ្លះតែមិនច្បាស់ហើយឬក៏មិនតាន់ចេះប្រើប្រាស់ប្រមាណវិធីបូកដកគុណហើយនឹងចែកនៅក្នុងកម្មវិធី Microsoft Excel បាទកុំឲ្យខាត់ពេលយូរយើងនឹងធ្វើការអនុវត្តទាំងអស់គ្នាជាមួយនឹងការប្រើប្រាស់ប្រមាណវិធីបូកដកគុណហើយនឹងចែកនៅក្នុង Microsoft Excel បាទអញ្ចឹងជាដំបូងដោយបងប្អូនឃើញអំពីតម្លៃបាទតម្លៃដែលយើងមាន A មាន B បាទហើយក្នុងហ្នឹងគឺមានទិន្នន័យច្រើនសិតតែលុយបាទអញ្ចឹងសម្រាប់ការប្រើប្រាស់ប្រមាណវិធីបូកនៅក្នុង Microsoft Excel បងប្អូនគ្រាន់តែចុចសញ្ញាស្មើរួចបងប្អូន select ទៅលើកឡោនណាមួយដែលបងប្អូនចង់បូកសរុបហើយចុចសញ្ញាបូករួចបងប្អូនអាចចុចបូកបន្តឬក៏អាចប្រើប្រាស់រូបមន្តបានសាំបានប៉ុន្តែយើងវីដេអូនេះខ្ញុំមិនតាន់ចូលទៅដល់រូបមន្តសាំទេបាទអញ្ចឹងបងប្អូនក្នុងចំណុចបូកនេះគឺគេឲ្យយើងយក A បូក B បាទអញ្ចឹងបងប្អូនអាចឈរចុចទៅលើកលំដែលបងប្អូនចង់បូកសរុបចូលនេះចុចសញ្ញាស្មើរួចបងប្អូនអាចបើកមុខកញ្ចក់ក៏បានមិនបើកក៏បានបាទបងប្អូនអាចចុចបើកមុខកញ្ចក់ចេះហើយចុច A បាទលើទិន្នន័យ A ហើយចុចសញ្ញាបូករួចចុចទិន្នន័យ B បន្តទៀតខ្ញុំបិទមុខកញ្ចក់វិញហើយទម្លាក់បាទអញ្ចឹងការប្រើប្រាស់កម្មវិធី Microsoft Excel ងាយស្រួលក្នុងថាប្រសិនបើបងប្អូនបានបូកហើយបងប្អូនគ្រាន់តែចុចលើវាហើយបងប្អូនយក cursor បងប្អូននឹងទៅដាក់នៅចំជ្រុងនៅខាងស្ដាំខាងក្រោមនេះបងប្អូនអូសចុះជាទិន្នន័យនឹងបានបង្ហាញទាំងអស់តែម្ដងបាទអញ្ចឹងនេះជាការបូកសរុបទិន្នន័យ A និង B ហើយបន្តទៀតយើងអនុវត្តបន្តពីការអនុវត្តសញ្ញាប្រមាណវិធីដកបាទអញ្ចឹងបងប្អូនចុចសញ្ញាស្មើបើកកញ្ចក់ក៏បានមិនបើកក៏បានបាទអញ្ចឹងគេឲ្យយើងយកទិន្នន័យ A ដក B បាទអញ្ចឹងខ្ញុំ A ចុច A រួចខ្ញុំចុចសញ្ញាដក1ហើយចុចទិន្នន័យ B ហើយបិទកញ្ចក់ហើយខ្ញុំ enter ទៅលាក់បាទអញ្ចឹងបងប្អូនអាចអូសចុះមកបាទអញ្ចឹងនេះជាការប្រើប្រាស់ប្រមាណវិធីដកដោយឡែកយើងនឹងអនុវត្តប្រមាណវិធីគុណបងប្អូនចុចសញ្ញាស្មើហើយយើងយកទិន្នន័យ A គុណនឹងទិន្នន័យ B បាទហើយ enter ទៅលាក់បាទអញ្ចឹងនេះជាការគុណរវាង A និង B បាទអញ្ចឹងយើងអូសចុះមកក្រោមមកបាទអញ្ចឹងនេះជាចម្លើយបាទអញ្ចឹងកន្លែងសញ្ញាចែកនេះគឺគេឲ្យយើងយក A ចែក B បាទអញ្ចឹងចុចសញ្ញាស្មើហើយយកទិន្នន័យ A ចុចសញ្ញាចែកឬក៏សញ្ញាត្រីមួយហ្នឹងបាទចុចទិន្នន័យ B ហើយ enter ទៅលាក់អញ្ចឹងបាន2អូសចុះមកក្រោមបាទបាទអញ្ចឹងនេះជាការប្រើប្រាស់ប្រមាណវិធីបូកដកគុណហើយនឹងចែកនៅក្នុង Microsoft Excel បាទអរគុណសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាហើយសង្ឃឹមថាបងប្អូនជួយជំរុញចែករំលែកបន្តទៀតដើម្បីបានចែករំលែកវីដេអូនេះជាចំណេះដឹងទៅកាន់បងប្អូនដែលគាត់ចង់សិក្សាពីកម្មវិធី Microsoft Excel កម្រិតដំបូងឬក៏អ្នកដែលគាត់មិនទាន់ចេះសោះបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាបាទ